នេះយើងចុច install នេះនៅពេលដែលយើង save ហើយគឺវា auto អញ្ចឹងតែម្ដង download បានសេរីអញ្ចឹងកម្មវិធីអីក៏បានដែរមកទល់ពេលនេះមានគ្នាយើងណាខ្លះដែលគាត់អត់ទាន់ចេះបង្កើតនៅ Apple ID យកទៅប្រើខ្លួនឯង Apple ID នេះខ្ញុំបង្កើតងាយៗទេបង្កើតជាប្រភេទ add iCloud មិនមែនជាប្រភេទ add Gmail ឬក៏ add Yahoo ឬក៏ Outlook អីផ្សេងៗទេគឺខ្ញុំបង្កើតប្រភេទជា add iCloud ឲ្យយើងមិនបាច់ចាំត្រូវការ Gmail ឬក៏ mail ផ្សេងៗសម្រាប់យកទៅបង្កើតទេគឺមានតែទូរស័ព្ទ iPhone យើងមួយលេខទូរស័ព្ទរបស់យើងមួយខ្សែហើយនឹងយើងចេះសរសេរអង់គ្លេសតិចតួចគឺយើងអាចធ្វើការបង្កើតបានតែម្ដងដើម្បីចង់ដឹងពីវិធីងាយស្រួលក្នុងការបង្កើត Apple ID សម្រាប់ download app ក៏ដូចជាកម្មវិធីខ្លួនឯងជាកម្មសិទ្ធិរបស់ខ្លួនឯងអ្នកនរគ្នាអាចចូលទៅមើលវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាបានជាដំបូងឡើយគឺយើងចូលទៅក្នុង setting ដើម្បីចូលទៅកន្លែងApple account យើងចុចអញ្ចឹងហើយយើងចូលទៅកន្លែង Apple account នៅខាងលើនេះហើយវាចេញជាទ្រង់ទ្រាយលក្ខណៈបែបហ្នឹងអ្នកទាំងអស់គ្នាចុចយកពាក្យថា Don't have an Apple account ចុចខាងក្រោមនេះយើងចុចលើហ្នឹងមកតបយើងចុចកន្លែងហ្នឹងហើយអ្នកនរគ្នាត្រូវការដាក់ឈ្មោះរបស់អ្នកនរគ្នាឈ្មោះហ្នឹងគឺយើងអាចដាក់តាមអត្តសញ្ញាណប័ណ្ណរបស់អ្នកទាំងអស់គ្នាទៅជាការ comment របស់ខ្ញុំដើម្បីមានបញ្ហាទៅអ្នកនរគ្នាស្រួលដោះស្រាយផងដែរហើយថ្ងៃខែកណ្ដាលហើយបើសិនជាអ្នកនរគ្នាបង្កើតខ្លួនឯងគឺអ្នកទាំងអស់គ្នាត្រូវតែដាក់ពិតទៅយើងចាំបាច់ដាក់ copy ឬក៏ចាំបាច់ដាក់មិនត្រឹមត្រូវទេសូមដាក់ឈ្មោះនឹងថ្ងៃខែកណ្ដាលរបស់ខ្ញុំសិនខាងលើយើងដាក់ឈ្មោះរបស់យើងហើយខាងក្រោមយើងដាក់តកូលក៏បានដែរអត់ជាបញ្ហាទេហើយបន្តមកទៀតកន្លែងថ្ងៃខែកណ្ដាលយើងចុចលើហ្នឹងមកវាចេញអញ្ចឹងហើយអ្នកនរគ្នាចុចនេះមើលពាក្យកន្លែងនេះខ្ញុំបញ្ជាក់មួយដើម្បីឲ្យអ្នកនរគ្នាចេះបង្កើតខ្លួនឯងតែម្ដងយើងចុចកន្លែងហ្នឹងមកបន្តទៀតយើងធ្វើការជ្រើសរើសបានបន្ទាប់ពីធ្វើការជ្រើសរើសបានហើយអ្នកនរគ្នាចុច continue មកអញ្ចឹងយើងរងចាំបន្ទាប់ពីចុច continue ហើយអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើហ្នឹងគឺយើងយកពាក្យថា do not have an email address អញ្ចឹងយើងចុចលើហ្នឹងមកបន្តមកទៀតវាសួរយើងម្ដងទៀតហើយយើងចង់បង្កើតជា iCloud ឬក៏ email address អញ្ចឹងយើងចុចលើអាឡែង iCloud ខាងលើគេហ្នឹងមកហើយបន្លោះនេះយើងធ្វើការដាក់ឈ្មោះរបស់យើងចូលទៅយើងដាក់តាមអត្តសញ្ញាណប័ណ្ណរបស់យើងចូលតែម្ដងទៅហើយបើមានលេខបន្ថែមជាមួយខ្ទង់ឬក៏ពីរខ្ទង់ទៀតក៏កាន់តែល្អដែរអញ្ចឹងខ្ញុំសូមដាក់បញ្ចូលសិនអូខេអញ្ចឹងខ្ញុំដាក់អញ្ចឹងយើងចាំបាច់វាយ add.icloud.com ខាងក្រោយទេយើងមិនបាច់ចាំវាយទេបន្តមកទៀតយើងចុចបើកកន្លែង text នេះមួយហើយបន្តមកយើងចុចពាក្យថា continue ទៅមុខទៀតហើយយើងធ្វើការរងចាំចេញជាលក្ខណៈទ្រង់ទ្រាយបែបហ្នឹងមកអ្នកនរគ្នាគ្រាន់តែចុចពាក្យថា agreeបន្តមកទៀតអ្នកនរគ្នាយកពាក្យថា create email address អញ្ចឹងយើងចុចមកអូខេបន្តមកយើង email address របស់យើងបានធ្វើការហើយហើយបន្តមកទៀតយើងធ្វើការចុចនៅ password បញ្ជាក់អ្នកនរគ្នាកន្លែង password ហ្នឹងគឺយើងត្រូវមានអក្សរធំអក្សរតូចលេខហើយនិងសញ្ញាអីចឹងទៅចាប់ពី7ឬក៏8ខ្ទង់ឡើងយល់អគឺអ្នកនរគ្នាត្រូវដាក់ចាប់ពី8ខ្ទង់ឡើងអក្សរធំអក្សរតូចលេខហើយនិងសញ្ញាឥឡូវអាក្រោមគឺត្រូវដាក់ឲ្យដូចគ្នាបញ្ជាក់បន្តមកទៀតអ្នកនរគ្នាធ្វើការចុច continue ទៅមុខបន្លោះនេះយើងធ្វើការរងចាំបន្ទាប់មកគឺយើងត្រូវដាក់លេខទូរស័ព្ទរបស់យើងចូលតែបើសិនជាយើងលេខទូរស័ព្ទនៅក្នុងទូរស័ព្ទហ្នឹងគឺវាអាចអូតូទៅមុខតែម្ដងប៉ុន្តែខ្ញុំដោយសារតែលេខទូរស័ព្ទរបស់ខ្ញុំនៅទូរស័ព្ទផ្សេងអញ្ចឹងខ្ញុំសូមវាយលេខទូរស័ព្ទរបស់ខ្ញុំបញ្ចូលសិនបន្ទាប់ពីយើងវាយលេខទូរស័ព្ទយើងបញ្ចូលហើយយើងចុច continue ទៅមុខទៀតបន្លោះនេះគឺវានឹងផ្ញើលេខកូដទៅលេខទូរស័ព្ទដៃរបស់យើងដែលកំពុងតែប្រើអញ្ចឹងខ្ញុំសូមវាយលេខកូដបញ្ចូលសិនយើងវាយមកគឺវា verify ទៅខ្លួនឯងហើយបន្លោះនេះផងដែរអ្នកនរគ្នាគ្រាន់តែចុចពាក្យថា agreeអូខេបន្ទាប់ពីយើងចុច agree ហើយគឺបានហើយបន្លោះនេះអញ្ចឹងយើងធ្វើការរងចាំបង្កើតបែបនេះអ្នកនរគ្នាបង្កើតនៅក្នុងទូរស័ព្ទ search ទូរស័ព្ទ file អីក៏បានដែរវាអត់បញ្ហាទេហ្នឹងហើយឥឡូវខ្ញុំបានបង្កើតបាន 100% ហើយនេះគឺ iCloud របស់ខ្ញុំអញ្ចឹងយើងចូលទៅធ្វើការ download សាកមើលបន្ទាប់ពី download វាប្រហែលជាបង្ហាញនៅទិន្នន័យមួយចំនួនទៀតអញ្ចឹងអ្នកខ្លះបង្កើតមកដល់បន្លោះហ្នឹងគាត់ចូលទៅ download ពេលខ្លះបានពេលខ្លះក៏អត់បានពេលខ្លះបានហើយស្អែកឡើងគាត់វាយ password អត់ត្រូវមកពីយើងបង្កើតអត់ពេញលក្ខណៈពេញលេញអញ្ចឹងយើងចូលទៅ download មកតង់ទៀតអូខេយើងចូល App Store មកតង់ទៀតបន្លោះនេះយើងចុច continue ហើយយើងធ្វើការ download កម្មវិធីអ្វីមួយដែលយើងចង់បានមកហ្នឹងហើយខ្ញុំឃើញកម្មវិធីនេះធ្វើការ download កម្មវិធីនេះមួយយើងចុច get មកហើយយើងរងចាំបន្តិចវានឹងចេញឲ្យយើង install តែម្ដងអញ្ចឹងយើងចុច install មកហើយវាឲ្យយើងវាយ password ហ្នឹងគឺជា password ដែលខ្ញុំបានបញ្ជាក់អ្នកនរគ្នាមិញមានអក្សរធំអក្សរតូចលេខលាយនឹងសញ្ញាអញ្ចឹងទៅអញ្ចឹងយើងវាយបញ្ចូលមកបន្ទាប់ពីយើងវាយបញ្ចូលរួចយើងចុចពាក្យថា sign inអូខេ app ហ្នឹងគឺយើងធ្វើការ download យើងរងចាំសិនបន្លោះនេះបើចេញអញ្ចឹងយើងយកពាក្យ always ខាងក្រោមមកអូខេគឺខ្ញុំធ្វើការ download បានតែម្ដងបើយើងចង់បញ្ជាក់ម្ដងទៀតយើងអាចធ្វើការ download app ផ្សេងទៀតមកហើយយើងវាយ password យើងបញ្ចូលម្ដងទៀតអូខេគឺបានទៀតហើយនេះអញ្ចឹងយើងចុច save download ថ្ងៃក្រោយយើងគ្រាន់តែចុចពាក្យថា install គឺអូខេតែម្ដងអញ្ចឹងយើង download កម្មវិធីមួយទៀតមកខ្ញុំ down ឲ្យមើលតែម្ដងនេះយើងចុច install នេះ
នៅពេលដែលយើង save ហើយគឺវាអូតូអញ្ចឹងតែម្ដង download បានសេរីអញ្ចឹងកម្មវិធីអីក៏បានដែរអញ្ចឹងអូខេអ្នកនរគ្នាកុំភ្លេចចុច subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់សប្តាហ៍ផងដែរអូខេយើងជួបគ្នានៅវីដេអូក្រោយៗជាបន្តទៀត